Scott Wood ខ្សែបម្រើការពារកូនកាត់ពីសញ្ជាតិបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបបាល់ទាត់បឹងកេត FC ក្នុងលីកកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាចង់ដឹងថាប្រវត្តិរបស់គាត់យ៉ាងណាមុននឹងមកដល់ទឹកដីសវណ្ណភូមិមួយនេះតមកទស្សនាវីដេអូនេះដូចតទៅមានឈ្មោះពេញថា Scott Philip Gallagher កើតនៅក្នុងថ្ងៃទី7 ខែឧសភានៃឆ្នាំ 2000 គឺជាកីឡាករបាល់ទាត់អាជីពដែលលេងតំណែងជាខ្សែបម្រើការពារឬអាចលេងជាខ្សែការពារខាងឆ្វេងកំពុងប្រកបអាជីពនៅលីកកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាកើតនៅក្នុងប្រទេសណូវេបច្ចុប្បន្នគាត់កំពុងលេងតំណាងឲ្យប្រទេសហ្វីលីពីននៅក្នុងឆាកអន្តរជាតិផ្ដើមចូលហ្វឹកហាត់នៅក្នុងឆ្នាំ 2016 ជាមួយ National Academy របស់ក្លឹប Flint រួចឆ្នាំ 2017 បានបដូរមកក្លឹបបាល់ទាត់ Drunberg ឯនេះវិញនៅក្នុងឆ្នាំ 2019 ក៏បានបដូរមកវឹកហាត់ជាមួយនឹង National ក្លឹបបាល់ទាត់នៅក្នុងសាលា Northern Stem Junior នៅក្នុងរដ្ឋ Orlando របស់សហរដ្ឋអាមេរិកនិងបង្ហាញខ្លួនឲ្យថ្នាសាលាមួយនោះបានចំនួន21ប្រកួតសុខបញ្ចូលទីបាន4គ្រាប់នៅក្នុងឆ្នាំ 2021 ក៏បានបដូរមកលេងឲ្យយុវជន NUS Riverhawks នៅក្នុងរដ្ឋ Oklahoma របស់សហរដ្ឋអាមេរិកដដែលនិងបានសុខបញ្ចូលទី2គ្រាប់ពីការបង្ហាញខ្លួន37ប្រកួតនេះគឺជាស្ថិតិនៅក្នុងការវឹកហាត់ National Academy របស់គាត់តោះឥឡូវនេះយើងមកមើលស្ថិតិនៅក្នុងកម្រិតបាល់ទាត់អាជីពរបស់គាត់វិញតើល្អដល់កម្រិតណាខ្លះជាកីឡាករបាល់ទាត់អាជីពនៅក្នុងកំឡុងឆ្នាំ 2017 ពលមានវ័យត្រឹមតែ17ឆ្នាំប្រឡូកអាជីពជាមួយនឹងក្លឹបបាល់ទាត់ Drunberg នៅក្នុងលីកលំដាប់ទី3របស់ប្រទេសណ័រវេរយៈពេល2ឆ្នាំបង្ហាញខ្លួនបានចំនួន36ប្រកួតសុខបញ្ចូលទីបាន1គ្រាប់ផងដែរចន្លោះពីឆ្នាំ 2019 ដល់ឆ្នាំ 2022 យើងលើកយកមកនិយាយរួចទៅហើយដែរគាត់បានប្រឡូកអាជីពនៅក្នុងក្លឹបលំដាប់យុវជន2នៅក្នុងសហរដ្ឋអាមេរិកកាំងពីដើមដំបូងនៅក្នុងកំឡុងឆ្នាំ 2022 ក៏បដូរមកលេងនៅក្លឹបបាល់ទាត់ Anzical Development Team របស់ប្រទេសហ្វីលីពីនរយៈពេលខ្លីនិងបង្ហាញខ្លួនបានចំនួន6ប្រកួតផងដែរឆ្នាំ 2022 ដដែលគាត់បានមកចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Flint Football នៅក្នុងលីកលំដាប់ទី4របស់ប្រទេសណ័រវេប៉ុន្តែមិនជោគជ័យនោះទេដែលបានបង្ហាញខ្លួនត្រឹមតែ4ប្រកួតតែប៉ុណ្ណោះស្ទើរពេញមួយរដូវកាលក្រោយបញ្ចប់រដូវកាលជាមួយនឹងក្លឹបបាល់ទាត់ Flint ពលនៅដើមឆ្នាំ 2024 ទូគេបានមកចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Electronsburg ជាលីកលំដាប់ទី2របស់ប្រទេសណ័រវេនិងបានបង្ហាញខ្លួននៅទីនោះ33ប្រកួតសុទ្ធបញ្ចូលទីបានចំនួន2គ្រាប់នៅក្នុងកំឡុងខែកក្កដាឆ្នាំ 2024 រូគេបានផ្លាស់ប្ដូរអាជីពមកកាន់តំបន់អាស៊ានជាមួយនឹងក្លឹបបាល់ទាត់មឿងថង United នៅក្នុងលីកកំពូលរបស់ព្រះរាជាណាចក្រថៃប៉ុន្តែរួមរស់បានត្រឹមតែ6ខែប៉ុណ្ណោះនឹងចូលលេងបាន3ប្រកួតហើយក្នុងនោះមានតែ1ប្រកួតតែប៉ុណ្ណោះដែលបង្ហាញខ្លួននៅក្នុងលីកកំពូលរបស់ប្រទេសថៃដោយមិនជោគជ័យរូគេក៏បានផ្ទេរចេញពីក្លឹបបាល់ទាត់មឿងថង United មកកាន់ក្លឹបបាល់ទាត់បឹងកេត FC នៅក្នុងលីកកំពូលរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងដើមខែមករាឆ្នាំ 2025 គិតមកត្រឹមពេលនេះរូគេបង្ហាញខ្លួននៅក្លឹបបាល់ទាត់បឹងកេតបានចំនួន10ប្រកួតហើយស្ថិតនៅក្នុងលីកកំពូលរបស់ប្រទេសកម្ពុជាការប្រកួតស្ថិតនៅក្នុងកម្រិតអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិរូគេត្រូវបានកោះហៅចូលយុវជនអាយុក្រោម23ឆ្នាំរបស់ហ្វីលីពីននៅក្នុងកំឡុងព្រឹត្តិការណ៍ SEA Games ឆ្នាំ 2021 នៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមនិងក៏ធ្លាប់បានបង្ហាញខ្លួនផងដែរនៅក្នុងពានរង្វាន់ AFF U23 ឆ្នាំ 2022 Championship នៅក្នុងទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ 2022 ផងដែរចំណែកឯក្រុមធំនៃជម្រើសជាតិហ្វីលីពីនរូគេទទួលការកោះហៅនៅក្នុងកំឡុងយុទ្ធនាការវគ្គជម្រុះ World Cup នៅក្នុងខែមិថុនាឆ្នាំ 2024 ហើយបច្ចុប្បន្នបង្ហាញខ្លួននៅក្រុមជម្រើសជាតិហ្វីលីពីនឈុតធំបាន12ប្រកួតហើយ